ហើយទៅប្រឡងហើយអត់សុខហ្នឹង stress ហ្មងអត់ដឹងត្រូវធ្វើអីទេនេះ អូបងឯងអត់សុខមែនបងឯងដឹងថាទៅត្រូវទៅណាមែន ហ្នឹងហើយអត់ដឹងហ្នឹងទៅណាហើយ ចឹងចាំខ្ញុំប្រាប់ចុះបងធ្លាប់ដឹងអំពីដំណើរទស្សនកិច្ចទៅខេត្តកំពតអត់ដំណើរទស្សនកិច្ចហ្នឹងណាមិនធម្មតាយើងទៅបានទៅដើរលេងសប្បាយទេជាពិសេសណាយើងអាចទៅជួយកុមារដែលគាត់ខ្វះថវិកាក្នុងការទិញសៀវភៅពីព្រោះអីនៅក្នុងកម្មវិធី One Book One Community របស់យើងនឹងចូលរួមក្នុងការបរិច្ចាគសៀវភៅទៅកាន់បណ្ណាល័យនៅក្នុងខេត្តកំពតនោះផងដែរបន្ថែមពីនេះទៅទៀតណានៅក្នុងសកម្មភាពទាំងអស់ហ្នឹងឯងយើងមានដូចជាដំណើរកម្សាន្តទៅកន្លែងសេះសមុទ្រហើយជាពិសេសទៅជិះតុកលេងតាមព្រៃព្រឹក្សាអ្នកតាវត្តអញ្ចឹងហើយជាពិសេសចង់ទៅបែបជុំគ្នាជាមួយមិត្តភ័ក្តិអាចទៅដាំជាប្រភេទដាំឈើកោងកាងហើយបងឯងគិតមើលយើងខំធ្វើការឡើងហត់អញ្ចឹងយើងគួរតែចំណាយដោយបន្តិចបន្តួចដើរលេងជុំគ្នាជាមួយមិត្តភ័ក្តិហើយជាពិសេសបានទៅជួយបងប្អូននៅក្នុងសហគមន៍បានទៀតផងចំពោះកន្លែងស្នាក់នៅវិញណាបងអាចទៅស្នាក់នៅក្នុងតំបន់អេកូទេសចរបែបជាបោះតង់នៅតាមសហគមន៍បានទៀតផងហើយបងឯងគិតមើលពេលក្រោកមកបើករូតតង់មកគឺឃើញមាត់សមុទ្រហ្មងសម្រាប់បងឯង stress អីអញ្ចឹងណាដឹងតែ relax ហ្មង ចុងគួរឲ្យចាប់អារម្មណ៍មែនពុកភ្លេចចុះឈ្មោះទាំងអស់គ្នាចំនួនមានកំណត់